ស្ដីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីការប្រើប្រាស់នៅទម្រង់កាត់ឬមួយក៏ទម្រង់ខ្លីរវាងកិរិយាសព្ទ do ជាមួយនឹងពាក្យ not អញ្ចឹងបងប្អូនមើលនៅខាងក្រោមនេះអញ្ចឹងបងប្អូនប្រយោគទី1នេះបងប្អូនមើលអាទី1នេះបាទមាន1មាន2ណាអាទី1នេះគឺមានទម្រង់ខ្លីហើយនិងទម្រង់វែងអញ្ចឹងទម្រង់វែង I do not know បាទខ្ញុំមិនដឹងទេប្រែជាខ្មែរណាខ្ញុំក៏បានសរសេររបៀបអានជាខ្មែរដែរ I do not know អញ្ចឹង I ប្រែថាខ្ញុំហើយ do not ពីរហ្នឹងគឺយើងប្រែថាមិនបាទអញ្ចឹងកិរិយាសព្ទ do អាចប្រែថាធ្វើបើសិនជាធម្មតាប៉ុន្តែបើសិនជាប្រើជំនួយដើម្បីបង្កើតជាប្រយោគបដិសេធគេអត់ប្រែថាធ្វើទេគឺគេប្រែថាមិនណា do not នេះគឺប្រែថាមិនតែមួយម៉ាត់ទេបដិសេធណាហើយ no នេះគឺប្រែថាដឹងអញ្ចឹង I do not know ខ្ញុំមិនដឹងទេអាទេហ្នឹងគឺខ្មែរយើងចុងមាត់អញ្ចឹងណាអញ្ចឹងនៅពេលដែលវាជាកិរិយាសព្ទជំនួយដើម្បីបង្កើតប្រយោគបដិសេធអញ្ចឹងគឺយើងអាចសរសេរជាទម្រង់ខ្លីបានអញ្ចឹង do not គឺយើងសរសេរដូចខាងលើគឺ I don't know អញ្ចឹងយើងបង្រួយមកនៅត្រឹមតែអក្សរ D O N ហើយអបតមួយនេះអក្សរ T បតមួយនេះនៅក្នុងភាសាអង់គ្លេសគេហៅថា apostrophe អញ្ចឹងពាក្យថា done មួយម៉ាត់ហ្នឹងនេះ I done មួយម៉ាត់ហ្នឹងគឺប្រែថាមិនដូចគ្នាដែរអញ្ចឹងបើសិនជាយើងសេវែងគឺ do not អញ្ចឹង and do not ប៉ុន្តែបើសេខ្លីអានត្រឹមតែ done ទេអញ្ចឹង I don't know បាទខ្ញុំមិនដឹងទេអញ្ចឹងមានអត្ថន័យស្មើគ្នាដែរហើយនៅក្នុងភាសាអង់គ្លេសគេប្រើទាំងពីរនឹងឯងនៅពេលដែលការនិយាយធម្មតាដើម្បី smooth ធម្មតាហ្នឹងគឺយើងប្រើទម្រង់ខ្លីហ្នឹងច្រើនជាងគេបាទប៉ុន្តែបើសិនជាយើងចង់បញ្ជាក់ clear ណាឲ្យច្បាស់អីគឺគេប្រើទម្រង់រាយវែងចេះគឺបញ្ជាក់ឲ្យកាន់តែច្បាស់អញ្ចឹងទៅអញ្ចឹងបងប្អូនត្រូវចេះទាំងពីរហ្នឹងដែរអញ្ចឹងបងប្អូនមើលមកទី2នេះបាទទី2នេះគឺទម្រង់ខ្លីហើយនិងទម្រង់វែងអញ្ចឹងបងប្អូនមើលទម្រង់វែងនេះ He does not like ice cream បាទគាត់មិនចូលចិត្តការ៉េមទេបាទ he ហ្នឹងគឺយើងប្រែថាគាត់បាទ he បាទខ្ញុំសេនេះណា he does not like ice cream អញ្ចឹង he គាត់does នេះបូកជាមួយនឹង not នេះគឺប្រែថាមិនបដិសេធណាបាទបដិសេធអញ្ចឹងកាលណាគេប្រើមួយប្រធាន he she it គឺយើងប្រើ does not ហើយអត់ប្រើ do not ទេណាអា do not នេះគឺយើងប្រើជាមួយនឹង I you we they ណាអញ្ចឹង does not បាទប្រែថាមិន like នេះគឺចូលចិត្ត ice cream បាទ ice cream នេះគឺការ៉េមice cream នេះអាចសរសេរលុបត្រេចេញបានណា ice cream ក៏បានដែរលុបអានេះចេញក៏បានដែរសេអញ្ចឹងក៏បានដែរតែអញ្ចឹងតាមបែបអង់គ្លេសបើសិនជាលុបអានេះចោលតាមបែបអាមេរិកកាំងអញ្ចឹង he does not like ice cream គាត់មិនចូលចិត្តការ៉េមទេអញ្ចឹងបើសិនជាសរសេរនៅទម្រង់ខ្លីគឺយើងសេទម្រង់ខ្លីបានតែនេះទេ does not នេះដោយសារវាជាកិរិយាសព្ទជំនួយប្រើមកដើម្បីបង្កើតជាប្រយោគបដិសេធអញ្ចឹងយើងបាន doesn't បាន D O E S N apostrophe ហើយនឹងអក្សរ T បាទ doesn't ជារួមយើងលុប O ចោលជំនួសដោយអបតហ្នឹង He doesn't like ice cream បាទគាត់មិនចូលចិត្តការ៉េមទេបាទអញ្ចឹងបងប្អូនមើលលេខ3លេខ4ជាបន្តទៀតបាទនៅក្នុងប្រយោគលេខ3នេះមើលមានប្រយោគជាទម្រង់កាត់ហើយនឹងជាទម្រង់វែងអញ្ចឹងបងប្អូនមើលទម្រង់វែង She does not drink beer បាទនាងមិនផឹកស្រាបៀរទេ She does not drink beer អញ្ចឹង she គឺយើងប្រែថានាងជំនួសឲ្យមនុស្សស្រីហើយ does នេះបូកជាមួយនឹង not ពីរហ្នឹងគឺយើងប្រែថាមិនដោយសារវាជាប្រយោគបដិសេធណាដាក់មកដើម្បីបដិសេធណាមិនពីរហ្នឹងប្រែថាមិនdrink ប្រែថាផឹកហើយ beer នេះគឺស្រាបៀរបាទប៊ីជាណាអញ្ចឹងនៅពេលដែលយើងយកទៅសេជាទម្រង់ខ្លីគឺយើងយកតែនេះទៅឯង does not ឡើងនេះអញ្ចឹង she doesn't drink beer ដល់ពេលទៅជាទម្រង់ខ្លីយើងអាន doesn't ណា doesn't បាទ she doesn't drink beer បងប្អូនមើលប្រយោគលេខ4នេះមួយទៀតអានេះសេជាទម្រង់ខ្លីអានេះសេជាទម្រង់វែង
they do not understand ពួកគេមិនយល់ទេ they do not understand បាទ they គឺពួកគេបាទសំដៅយកមនុស្សចាប់ពី2អ្នកឡើងទៅមកក្រុមហ្នឹងដែលយើងលើកយកមកនិយាយ they យើងនិយាយថាពួកគេអញ្ចឹងទៅហើយ do not ពីរហ្នឹងគឺយើងប្រែថាមិនបាទបដិសេធណាយើងអត់ប្រែធ្វើប្រែអីទេ do not ប្រែថាមិន understand គឺប្រែថាយល់អញ្ចឹង they do not understand ពួកគេមិនយល់ទេបាទទេចុងមាត់ខ្មែរយើងហ្នឹងណាអញ្ចឹងនៅពេលដែលយើងយកទៅប្រើជាទម្រង់ខ្លីរវាង do ហើយនិង not ហ្នឹងយើងបាន done បាទ they don't understand បាទពួកគេមិនយល់ទេអញ្ចឹងពំរួយមកនៅត្រឹមតែ done អញ្ចឹងបងប្អូនចំណាំជាមួយនឹងពាក្យ I ខ្ញុំyou អ្នក we ពួកយើង they ពួកគេគឺយើងប្រើ done ហើយជាមួយនឹង he គាត់បាទ she នាង it វាគឺយើងប្រើ doesn't បាទ doesn't ណាបើចឹងនៅក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេចាំជួបគ្នានៅវីដេអូក្រោយមួយទៀត